ប្រតិបត្តិព័ត៌មានរបស់ក្រសួងធនធានទឹកនិងអូតូនិយមស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី17 ខែតុលា ឆ្នាំ2025សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនិងរបបខ្យល់មូសុងនិរដីដែលបក់លើសមុទ្រអានដាមែនសមុទ្រកម្ពុជាអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជាមានឥទ្ធិពលខ្សោយស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី17ដល់ថ្ងៃទី19 ខែតុលា ឆ្នាំ2025 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា 22 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 31 អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 2 ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្របដណ្ដប់លើផ្ទៃដី 20% 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា 21 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 30 អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 4 ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺ បៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្របដណ្ដប់លើផ្ទៃដី 15% 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា 21 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 31 អង្សាសេខ្យល់បក់មកពីទិសនិរដីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុង1វិនាទីខេត្តកោះកុង ព្រះសីហនុ កំពត កែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្របដណ្ដប់លើផ្ទៃដី 20% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 50 សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1 ម៉ែត្រ 75 សង់ទីម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមថ្ងៃទី17 ខែតុលា ឆ្នាំ2025សូមអរគុណ